42រឿងខ្មោចយក្សគុណនៃការដល់នៅត្រៃសរណគមក្នុងការកន្លងទៅហើយមានបរិសម្នាក់ឈ្មោះពុទ្ធិទេសៈនៅក្នុងគុណកក្រៀមក្នុងអាណាចក្ររបស់ព្រះបាទកោសលជាអ្នកដល់នៅព្រះរតនត្រ័យជាទីពឹងទីរលឹកស្មើដល់ជីវិតកាលនោះមានបរិសម្នាក់នៅក្នុងបរជនបទបានចូលទៅសំណាក់ក្នុងផ្ទះនៃឧបាសកឈ្មោះពុទ្ធិទេសៈនោះវេលានោះមានខ្មោចយក្សមួយចូលទៅបៀតបៀនអ្នកស្រុកក្នុងគុណកក្រៀមនោះដើម្បីយកចំណីអាហារបរិភោគឯខ្មោចយក្សនោះបានឃើញបរិសម្នាក់ដែលចូលទៅសំណាក់ក្នុងផ្ទះពុទ្ធិទេសៈឧបាសកនោះហើយចង់ចាប់បរិភោគជាអាហារប៉ុន្តែមិនអាចចូលទៅជិតផ្ទះនោះបានឡើយព្រោះខ្លាចទេជះនៃពុទ្ធិទេសៈឧបាសកដែលដល់នៅត្រៃសរណគមក៏រងចាំបរិសនោះខាងក្រៅភូមិអស់6ថ្ងៃលោកដល់ថ្ងៃជាគម្រប់7បរិសដែលចូលទៅសំណាក់កលាពុទ្ធិទេសៈឧបាសកត្រឡប់ទៅផ្ទះរបស់ខ្លួនវិញគន់តែចេញផុតពីផ្ទះទៅដល់ក្រៅភូមិខ្មោចយក្សស្ទុះទៅចាប់បរិសនោះជាប់បរិសនោះផិតភ័យខ្លាំងណាស់ភ្លាត់មាត់សួរខ្មោចយក្សនោះថាអ្នកទៅណាមកណាចាប់ខ្ញុំធ្វើអ្វីខ្មោចយក្សនិយាយតបថាអញមកចាំចាប់អ្នកឯងបរិភោគអស់6ថ្ងៃហើយព្រោះអញមិនហ៊ានចូលទៅចាប់ឯងក្នុងផ្ទះពុទ្ធិទេសៈឧបាសកដែលខ្លាចគុណនៃព្រះរតនត្រ័យបរិសនោះឮខ្មោចយក្សថាដូច្នេះហើយក៏និយាយបញ្ចោថាពុទ្ធិទេសៈឧបាសកគាត់ដល់នៅត្រៃសរណគមយ៉ាងណាខ្ញុំក៏ដល់នៅត្រៃសរណគមយ៉ាងនោះដែរនិយាយដូច្នេះហើយក៏សូត្រថាពុទ្ធាំងសរណង្កិច្ឆាមិធម្មំសរណង្កិច្ឆាមិសង្ឃាំងសរណង្កិច្ឆាមិយក្សគ្រាន់តែលើដូច្នេះក៏ភ័យតក់ស្លុតរន្ធត់ញ័រសពសារពាង្គកាយស្ទុះរត់បាត់ទៅ